ចឹងតែតជាមួយនឹងគោលដៅនៅក្នុងការសម្រកគីឡូនេះមិនមែនទៅតែដាក់គោលដៅសម្រកពីឆ្នាំមុនគឺអត់ទេចាធម្មតាមនុស្សស្រីទាំងគេទាំងយើងចង់ស្គមស្លីមស្អាតដូចគ្នាអញ្ចឹងអារឿងគោលដៅសម្រកហ្នឹងណាយូរយារណាស់មកហើយតែវាអត់ជោគជ័យអញ្ចឹងឆ្នាំមុនគឺខ្ញុំឡើងរហូតដល់57គីឡូបច្ចុប្បន្ននេះសល់49គីឡូចាគឺស្របដោយការធ្វើ IF អត់ប្រើថ្នាំអត់ប្រើអាហារបំពន់និយាយទៅគឺផ្លាស់ប្ដូររបបអាហារក៏ដូចជាធ្វើ IF និយាយទៅគឺកំណត់ម៉ោងក្នុងការញ៉ាំមួយថ្ងៃគឺធ្វើ20លើក4អញ្ចឹងកត្តាដែលធ្វើឲ្យការសម្រកលើកហ្នឹងឃើញលទ្ធផលវាអត់តដល់គោលដៅជោគជ័យដែលថាអូឃើញទៅ slim swell អីគឺអត់តទេណាអញ្ចឹងគឺនៅបន្តធ្វើសម្រកបន្តទៅទៀតក៏ប៉ុន្តែយើងឃើញលទ្ធផលថាអូខេគឺវាស្រកពី57មកដល់49អញ្ចឹងពីមុនដែលដាក់គោលដៅថាសម្រកហ្នឹងគឺដោយសារតែចង់បានរាង slim ស្អាតអញ្ចឹងតកតងជាមួយនឹងការដាក់ចិត្តដាក់កាយនៅក្នុងការសម្រកសម្រាប់លើកនេះដែលឃើញលទ្ធផលថាវាវិជ្ជមានណាទោះបីជាមិនទាន់ដល់គោលដៅដែលថា slim swell ស្អាតក៏ដោយអ្វីដែលខ្ញុំសង្កេតឃើញថាកម្លាំងចិត្តធ្វើឲ្យយើងមានកម្លាំងនៅក្នុងការបន្តការធ្វើនឹងដោយសារតែការសម្រកនេះមិនមែនមួយខែស្រក10គីឡូគឺអត់ទេណាចាគឺសន្សំយឺតខ្លាំងមែនតើក៏ប៉ុន្តែគឺទៅបែបមានភាពវិជ្ជមានតែគឺវាស្រកម្ដងបន្តិចហើយយើងគឺនៅតែបន្តការសម្រកនឹងទៀតនិយាយសួរស្ដាប់គឺសម្រកបែបអត់មានសម្ពាធអញ្ចឹងវាធ្វើឲ្យយើងគឺធ្វើបានរាល់ថ្ងៃអញ្ចឹងសម្រាប់វិធីសាស្ត្ររបស់ខ្ញុំគឺខ្ញុំផ្លាស់ប្ដូរគោលដៅពីមុនសម្រកដោយសារតែចង់ស្គមចង់ស្អាតតែឥឡូវនេះសម្រាប់គោលដៅរបស់ខ្ញុំវិញគឺការសម្រកគីឡូដោយសារតែខ្ញុំគឺចង់បានសុខភាពល្អអញ្ចឹងនេះគឺការផ្លាស់ប្ដូរគោលដៅឲ្យវាមាន step អញ្ចឹងទើបយើងមានកម្លាំងចិត្តហើយយើងធ្វើបានជាប់លាប់អញ្ចឹងសម្រាប់ការសម្រកចង់បានសុខភាពល្អណាហើយគឺខ្ញុំចង់ពេលដែលចាស់ទៅអត់ចង់ឲ្យកូនចៅខ្ញុំពិបាកវេទនាត្រូវមកមើលខ្ញុំគឺអត់ទេអញ្ចឹងក្នុងករណីមកថាយើងធ្លាប់យើងលើសគីឡូគឺយើងប្រឈមជាមួយនឹងជំងឺច្រើនមែនតើអញ្ចឹងសម្រាប់គោលដៅគឺខ្ញុំរៀបឡើងវិញទីមួយគឺចង់បានសុខភាពល្អមិនលេងចង់បានរៀងស្គមទេអញ្ចឹងអាហ្នឹងគឺវានៅក្នុងនឹងឯងក៏ប៉ុន្តែវាមិនមែនជាលំដាប់ទី1អញ្ចឹងដល់ពេលដែលយើងរៀបលំដាប់វាត្រឹមត្រូវវាធ្វើឲ្យយើងគឺមានកម្លាំងចិត្តនៅក្នុងការធ្វើឲ្យបន្តព្រោះអីទៅតជាមួយនឹងការសម្រកបបពិសោធន៍របស់ខ្ញុំណាមិនមែនមួយខែស្រកពីធាត់ទៅស្គមហ្មងគឺអត់ទេគឺសន្សំដោយសារអីខ្ញុំមានការគិតមួយគឺយើងធាត់មកក៏យើងមិនមែនញ៉ាំមួយខែធាត់ហ្មងគឺអត់ទេគឺយើងសន្សំរាប់ឆ្នាំតម្រាំទៅបានគីឡូប៉ុណ្ណឹងណាអញ្ចឹងសម្រាប់ការសម្រកគុំបញ្ញាសន្សំក្នុងករណីមកថាយើងអត់មានប្រើជំនួយអីផ្សេងៗណាតែមកថាអ្នកគាត់ប្រើថ្នាំឬក៏ប្រើអាហារបំពន់ហ្នឹងគឺជារឿងផ្សេងមួយទៀតក៏ប៉ុន្តែនេះគឺខ្ញុំចង់ចែករំលែកសម្រាប់អ្នកដែលគាត់សម្រកបែបធម្មជាតិអញ្ចឹងគឺយើងអត់មានអីជំនួយទេយើងទៅបែបសន្សំចាហើយកុំគិតថាមួយខែឬក៏2ខែអត់ទេដាក់គោលដៅឲ្យដល់ឆ្នាំមកដោយសារដូចបញ្ជាក់ជូនអញ្ចឹងយើងមិនមែនញ៉ាំមួយខែយើងឡើងមកដល់ប៉ុណ្ណេះណាអញ្ចឹងគឺយើងសន្សំខ្លាំងមែនទេសន្សំខ្លាញ់នៅក្នុងខ្លួនយើងអញ្ចឹងគឺត្រូវការចំណាយពេលរៀងយូរអញ្ចឹងអត់បញ្ហាទេយើងសម្រកបែបអត់មានសម្ពាធសន្សំទៅជាមួយនឹងវាហ្នឹងទៅអញ្ចឹងត្រឡប់មកវិញគោលដៅត្រូវធ្វើការផ្លាស់ប្ដូរសម្រកដោយសារតែចង់បានសុខភាពល្អសម្រកដោយសារតែមិនចង់ឲ្យកូនចៅត្រូវពិបាកមើលថែយើងពេលដែលយើងចាស់ក្នុងករណីដែលថាយើងញ៉ាំអត់គិតទៅយើងមានខ្លាញ់នៅក្នុងខ្លួនច្រើនវាបង្កទៅជាជំងឺផ្សេងជាច្រើនអញ្ចឹងណាទី2តើតោងជាមួយហ្នឹងគឺអត់ចង់ឲ្យកូនចៅពិបាកមើលថែយើងពេលយើងចាស់ទៅយើងទ្រង់ទ្រាយគឺអត់ចង់ទេអញ្ចឹងកន្លែងនេះឯងថាគឺជាកន្លែងចិត្តមួយដែលថាដាក់គោលដៅហើយគឺត្រូវទៅឲ្យបានអញ្ចឹងណាទៅដល់គោលដៅខ្លួនឯងបានដៅហ្នឹងហើយទី3ហ្នឹងគឺអីគេគឺបានរៀងស្អាតហ្នឹងឯងចឹងនេះគឺវានៅតែចូលទៅក្នុងលក្ខខណ្ឌសម្រក់ដើម្បីតែរៀងស្អាតដដែលហ្នឹងឯងក៏ប៉ុន្តែគាត់ថាយើងរៀបគោលដៅដាក់បណ្ដោយវាឡើងវិញទៅវាធ្វើឲ្យយើងគឺមានកម្លាំងចិត្តដោយសារតែការសម្រក់នេះមិនមែនដើម្បីតែខ្លួនយើងទេណាគឺដើម្បីកូនចៅរបស់យើងទៀតកុំឲ្យគាត់ពិបាកកុំឲ្យថាយើងចាស់ទៅយើងឈឺយើងទ្រង់ទ្រាយពិបាកគាត់មើលថែយើងទៀតអញ្ចឹងគឺដល់ពេលដែលយកលក្ខខណ្ឌនេះមករៀបសារឡើងវិញធ្វើឲ្យមានកម្លាំងចិត្តនៅក្នុងការបន្តហើយអត់មានងាកឈប់គឺអត់ទេដូចរាល់ថ្ងៃនេះខ្ញុំធ្វើការសម្រក់នេះមកបានច្រើនខែដែរអញ្ចឹងបើសិនថាធៀបជាមួយនឹងពីមុនវិញតស៊ូយ៉ាងច្រើនកន្លះខែឈប់ហើយឆ្នាំសម្រក់នេះគឺឈប់ផឹកហើយណាអាហារប៉ុនអីក្រៅនេះគឺផឹកយ៉ាងច្រើនតែកន្លះខែហ្នឹងយ៉ាងយូរផឹកគឺមួយខែលេងផឹកលេងអីទាំងអស់គឺយើងអត់ស៊ូដោយសារតែការរៀបចំចំណាត់ថ្នាក់នៃភាពសំខាន់របស់យើងនេះយើងវារៀបខុសវាធ្វើឲ្យយើងគឺអត់មានកម្លាំងចិត្តនៅក្នុងការស៊ូបន្តតែនៅពេលដែលយកមករៀបវាត្រូវតាមលំដាប់ដោយទៅវាធ្វើឲ្យយើងគឺមានកម្លាំងចិត្តនៅក្នុងការបន្តទៅមុខបន្តទៅបែបរីករាយអត់មានសម្ពាធ